14 កុម្ភៈក្រសួងអប់រំចេញវិធានការទប់ស្កាត់ភាពមិនប្រក្រតីនៅតាមសាលារដ្ឋនិងឯកជនក្រសួងអប់រំយុវជននិងកីឡាបញ្ចេញសេចក្តីណែនាំឲ្យគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទប់ស្កាត់សកម្មភាពមិនប្រក្រតីនៅក្នុងទិវានៃក្តីស្រឡាញ់ថ្ងៃទី14ខែកុម្ភៈឆ្នាំ2026ក្រសួងអប់រំបារម្ភខ្លាចសិស្សានុសិស្សយល់ច្រឡំថាថ្ងៃទី14កុម្ភៈឆ្នាំ2026នេះជាថ្ងៃបុណ្យសង្សារឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ជារៀងរាល់ឆ្នាំក្រសួងអប់រំយុវជននិងកីឡាតែងតែដាក់ចេញនូវវិធានការការទប់ស្កាត់សកម្មភាពមិនប្រក្រតីនៅក្នុងទិវានៃក្តីស្រឡាញ់នៅតាមសាលារដ្ឋនិងឯកជនទោះបីជាមានការផ្សព្វផ្សាយអំពីអត្ថន័យនៃទិវានេះក្រសួងអប់រំសង្កេតឃើញថាយុវជនមួយចំនួនតូចកំពុងភ្លើតភ្លើនភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូរដែលប្រជាវប្បធម៌និងប្រពៃណីជាតិរបស់ខ្មែរដោយយល់ច្រឡំថាជាថ្ងៃបុណ្យសង្សារក្រសួងអប់រំយុវជននិងកីឡាក៏បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ដល់សិស្សានុសិស្សឲ្យបានទូលំទូលាយគ្រប់មធ្យោបាយនិងគ្រប់រូបភាពដើម្បីជៀសវាងការយល់ច្រឡំដែលនាំឲ្យប្រជាវប្បធម៌និងប្រពៃណីជាតិរបស់ខ្មែរក្រសួងអប់រំក៏បានណែនាំឲ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវពង្រឹងការអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំបើតាមក្រសួងអប់រំសាលាទាំងអស់ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជនក្រុមប្រឹក្សាកុមារប្រចាំសាលាដែលអនុវត្តសកម្មភាពមិត្តអប់រំជាមួយគ្នានេះត្រូវបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតាដើម្បីសហការគ្នាអប់រំណែនាំកែលម្អសិស្សានុសិស្ស